ចង់បង្កើនក្តីសុខដល់ដៃគូអាចកំបាំងដែលបុរសគ្រប់រូបត្រូវតែដឹងដើម្បីជោគជ័យក្នុងជីវិតស្និទ្ធស្នាលជំរាបសួរបងប្អូនទាំងអស់គ្នាការមានភាពស្និទ្ធស្នាលប្រកបដោយភាពរីករាយនិងជោគជ័យគឺជាក្តីប្រាថ្នារបស់គូស្នេហ៍គ្រប់រូបជាពិសេសគឺចំពោះខាងស្រីតែម្ដងស្រីតែងតែចង់ទទួលបានក្តីសុខពេញលេញរាប់ពីចំណុចចាប់ផ្ដើមរហូតដល់ចំណុចបញ្ចប់ប៉ុន្តែតថភាពជាក់ស្ដែងស្រីភាគច្រើនតែងតែសល់អារម្មណ៍ឬមានអារម្មណ៍ថាប្រតិបត្តិការបញ្ចប់ទៅទាំងមិនទាន់ដល់គោលដៅនេះក៏ព្រោះតែដៃគូខាងបុរសមិនទាន់យល់ពីភាសារាងកាយនិងអារម្មណ៍របស់ខាងស្រីបានច្បាស់លាស់មុនពេលចាប់ផ្ដើមនៅក្នុងវីដេអូនេះយើងនឹងមកស្វែងយល់ជាមួយគ្នាអំពីរបៀបអូសទាញអារម្មណ៍និងតិចនិកបង្កើនក្តីសុខឲ្យដៃគូឲ្យបាន 100% ចំណុចទី1កត្តាវិទ្យាសាស្ត្រនៃអារម្មណ៍មនុស្សស្រីត្រូវការដាស់តឿនយោងតាមការសិក្សារបស់អ្នកស្រី Anna Kawal-Hera លើស្ត្រីជាង 3,600 នាក់បង្ហាញថាស្ត្រីដែលមានភាពស្និទ្ធស្នាលទាំងមិនទាន់មានអារម្មណ៍ពុកកញ្ជ្រោលមានចំនួនច្រើនជាង2ដងបើធៀបនឹងស្ត្រីដែលត្រៀមខ្លួនរួចរាល់នេះជាមូលហេតុដែលធ្វើឲ្យស្ត្រីពិបាកឈានដល់ចំណុចកំពូលភាពខុសគ្នាបុរសមានសម្រាប់លឿនដូចជាកុងតាក់ភ្លើងគឺចុចភ្លាមភ្លឺភ្លាមប៉ុន្តែស្ត្រីមានសម្រាប់ដូចជាការដាំទឹកដែលត្រូវការកម្ដៅសន្សឹមទើបពុកកញ្ជ្រោលសារៈសំខាន់នៃការដឹងចិត្តការដឹងពីចំណូលចិត្តមិនត្រឹមតែផ្ដល់ភាពរីករាយប៉ុណ្ណោះទេតែវាគឺជាសោបើកផ្លូវឲ្យខាងស្រីមានទំនុកចិត្តនិងបើកចិត្តទទួលយកភាពស្និទ្ធស្នាលដោយគ្មានសម្ពាធចំណុចទី2យុទ្ធសាស្ត្របង្កើនក្តីសុខឲ្យដៃគូដើម្បីឲ្យប្រតិបត្តិការរួមដំណើរទៅដោយជោគជ័យបុរសអាចអនុវត្តវិធីសាស្ត្រមាសទាំងនេះ 1. ការបង្កើតបរិយាកាសឬ the mood setting មិនមែនចាប់ផ្ដើមភ្លាមលើគ្រែភ្លាមនោះទេបុរសគួរចំណាយពេលយ៉ាងតិច10ទៅ15នាទីដើម្បីអូសទាញចិត្តមនុស្សស្រីបងប្អូនអាចសាក់លបងការងូតទឹករួមគ្នាការម៉ាស្សាថ្នមឬការបើកតន្ត្រីស្រទន់ទាំងនេះជួយឲ្យខួរក្បាលស្ត្រីបញ្ចេញអរម៉ូនអុកស៊ីតូស៊ីនដែលជាអរម៉ូននៃក្តីស្រឡាញ់និងការទុកចិត្ត 2. សិល្បៈនៃការពន្យាពេលឬ foreplay នៅពេលឃើញដៃគូមានអារម្មណ៍ហើយកុំប្រញាប់ចូលទៅកាន់ចំណុចបញ្ចប់ពេកការអូសពេលវេលាឲ្យខាងស្រីមានអារម្មណ៍យូរបន្តិចនឹងជួយឲ្យតំបន់សម្ងាត់មានជាតិរំអិលគ្រប់គ្រាន់និងកាត់បន្ថយការឈឺចាប់ត្រូវចាំថាចំណុចកំពូលរបស់ស្ត្រីត្រូវការពេលវេលាសន្សំយូរជាងបុរស 3. ការបង្ហាញភាពទាក់ទាញនៃរូបរាងសម្រាប់បុរសដែលមានដងខ្លួនមាំមួនការបង្ហាញភាពសង្ហានិងការបីត្រកងយ៉ាងកក់ក្ដៅគឺជាការរំញោចផ្នែកចក្ខុវិញ្ញាណដល់ស្ត្រីយ៉ាងខ្លាំងប៉ុន្តែបងប្អូនមិនមែនជាអ្នកហាត់ប្រាណក៏មិនអីដែរសំខាន់គឺភាពស្អាតបាតនិងក្លិនក្រអូបព្រោះស្ត្រីរសើបខ្លាំងនឹងក្លិនចំណុចទី3 តិចនិកដែលបុរសច្រើនតែមើលរំលង 1. ការនិយាយពាក្យផ្អែមល្ហែមត្រចៀកគឺជាចំណុចរំញោចដ៏ខ្លាំងរបស់ស្ត្រីការសរសើរនិងការប្រាប់ពីអារម្មណ៍ពិតរបស់អ្នកនឹងធ្វើឲ្យនាងមានអារម្មណ៍ថាខ្លួនឯងមានតម្លៃនិងសិទ្ធិស៊ី 2. ការប្រើប្រាស់មាត់និងដៃកុំផ្ដោតតែលើសកម្មភាពជ្រាបចូលតែម្យ៉ាងការប្រើមាត់ឬដៃទៅលើចំណុច clitoris ឬចំណុចរំញោចខាងក្រៅគឺជាមធ្យោបាយលឿនបំផុតដែលជួយឲ្យស្ត្រីដល់គោលដៅ 3. អារម្មណ៍ក្រោយប្រតិបត្តិការឬ afterglow កុំចាប់ភ្លាមគេងលក់ភ្លាមឬដើរចេញភ្លាមការអបគ្នា5ទៅ10នាទីក្រោយបញ្ចប់ប្រតិបត្តិការគឺជាការបំពេញក្តីសុខផ្លូវចិត្តដែលស្ត្រីចង់បានបំផុតសរុបមកការដឹងពីចំណូលចិត្តដៃគូមុនពេលចាប់ផ្ដើមគឺជាគ្រឹះនៃសុភមង្គលគ្រួសារនៅពេលដែលបងប្អូនធ្វើឲ្យខាងស្រីមានក្តីសុខនាងនឹងកាន់តែស្រឡាញ់និងផ្ដល់ក្តីសុខត្រឡប់មកឲ្យបងប្អូនវិញទ្វេដងជីវិតលើគ្រែជោគជ័យមិនមែនស្ថិតលើកម្លាំងឡើយប៉ុន្តែវាស្ថិតលើការយល់ចិត្តប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមចុច like និង share វីដេអូនេះទៅកាន់មិត្តភ័ក្តិបុរសៗដូចគ្នាកុំភ្លេចចុច subscribe
នឹងរូបកណ្ដឹងដើម្បីទទួលបានចំណេះដឹងសុខភាពគ្រួសារជារៀងរាល់ថ្ងៃសូមអរគុណសម្រាប់ការតាមដានសូមជូនពរឲ្យបងប្អូនមានជីវិតគូដ៏ផ្អែមល្ហែមនិងមានក្តីសុខជានិច្ចជួបគ្នានៅវីដេអូក្រោយ